ផ្លូវក្រវ៉ាត់ព្រំដែនតំបន់កន្ទុយនាគនៃកម្ពុជាឡាវវៀតណាមសម្រេចបានជិត 100% ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រនៃមូលនិធិជាតិវឌ្ឍនភាពការងារកសាងខ្សែក្រវ៉ាត់ព្រំដែនតំបន់កន្ទុយនាគនៃប្រទេសទាំង3កម្ពុជាឡាវវៀតណាមបានសម្រេចជិត 100% ហើយដែលជាសមិទ្ធផលដ៏លេចធ្លោនៃវឌ្ឍនភាព20ខែនៃការប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយោងតាមរបាយការណ៍របស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនកកមបានប្រកាសពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវ៉ាត់ព្រំដែនដែលសម្រេចបាន98កណ្ដាប់សញ្ញា 87% នៃផែនការសរុប264កណ្ដាប់សញ្ញា40គីឡូម៉ែត្រគិតចាប់ពីខែធ្នូឆ្នាំ2024ដល់ថ្ងៃទី13ខែសីហាឆ្នាំ2026សមិទ្ធផលនេះត្រូវបានអនុវត្តឡើងប្រកបដោយតម្លាភាពគណនេយ្យភាពនិងស្មារតីសន្សំសំចៃខ្ពស់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសេចក្តីរាយការណ៍នៃរបាយការណ៍បញ្ជាក់ពីទិន្នន័យសំខាន់នៃលទ្ធផលសម្រេចបានក្នុងរយៈពេល20ខែកន្លងមកនេះរួមមានចាប់បញ្ជូនកម្លាំងវិស្វកម្ម8កងឯកភាពនិងគ្រឿងចក្រនិងម៉ាស៊ីន286គ្រឿងនៅទិសខេត្តមណ្ឌលគិរីបានប្រើប្រាស់5កងឯកភាពនិងគ្រឿងចក្រ200គ្រឿងចំណែកនៅទិសរតនគិរីបានប្រើប្រាស់3កងឯកភាពនិងគ្រឿងចក្រ86គ្រឿងពាក់ព័ន្ធនឹងសុវត្ថិភាពនិងការបោះសម្អាតមីនបានបញ្ចប់ការងាររាវរកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី 6610 ម៉ែត្រការ៉េដោយបានរកឃើញនិងដកហូតគ្រាប់សរុប106គ្រាប់រួមទាំងគ្រាប់ឯកចង្កោម43គ្រាប់និងលោហៈធាតុ1006គីឡូក្រាមចំពោះវឌ្ឍនភាពការងារស្ថាបនាផ្លូវក្នុងរយៈពេល20ខែមកនេះរួមមានការបើកមុខផ្លូវការឈូសព្រៃមានទទឹង5ម៉ែត្រនិងឈូសរកអផ្លូវមានទទឹង20ម៉ែត្រប្រវែង264កណ្ដាប់សញ្ញា40គីឡូម៉ែត្រការសាងសង់តួផ្លូវដោយធ្វើតួផ្លូវនិងប្រព័ន្ធរំដោះទឹកសម្រាប់បាន261កណ្ដាប់សញ្ញា90គីឡូម៉ែត្រនិងចក្រាលបាយកម្ទេចថ្មកិនបង្ហាប់បាន251កណ្ដាប់សញ្ញា90គីឡូម៉ែត្រចំណែកលទ្ធផលតាមខេត្តមានដូចជាខេត្តមណ្ឌលគិរីសម្រេចបាន 100% រួចរាល់ខណៈខេត្តរតនគិរីសម្រេចបាន97កណ្ដាប់សញ្ញា63%នៅចំណុចប្រវត្តិសាស្ត្រនោះវិញកាលពីថ្ងៃទី4ខែកក្កដាឆ្នាំ2025កងវិស្វកម្មលេខ715បានឈូសឆាយបាក់ផ្លូវទៅដល់បង្គោលលេខ0នៅតំបន់កន្ទុយនាគដែលជាចំណុចប្រសព្វព្រំដែនកម្ពុជាឡាវនិងវៀតណាមចំពោះសំណង់សិប្បកម្មនិងអត្តសញ្ញាណជាតិនោះវិញបានស្ថាបនាលូប្រអប់54កន្លែងប្រវែងសរុប464កណ្ដាប់សញ្ញា7ម៉ែត្រនិងដាក់លូមូលបេតុង484កន្លែងសង់ស្ពានបេតុង2កន្លែងប្រវែងសរុប54ម៉ែត្រនិងសំណង់បេតុងរក្សាទឹក14កន្លែងថ្នល់បេតុងបង្គា7កន្លែងនិងទំនប់បេតុងបង្គា7កន្លែងបានសាងសង់បង្គោលស្លាកមូលនិធិបានចំនួន6កន្លែងលើផែនការ8កន្លែងនិងបានដាំកូនត្នោតដែលជាអត្តសញ្ញាណជាតិសរុបចំនួន5166ដើមសេចក្តីរាយការណ៍បានបញ្ជាក់ទៀតថាចំពោះទិសដៅការងារបន្តក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេសផ្លូវក្នុងខេត្តមណ្ឌលគិរីដើម្បីការពារការខូចខាតក្នុងរដូវវស្សាព្រមទាំងបង្កើនល្បឿនសាងសង់និងដឹកជញ្ជូនស្បៀងនិងប្រេងឥន្ធនៈទៅកាន់ការដ្ឋានខេត្តរតនគិរីដើម្បីបញ្ចប់គម្រោងទាំងស្រុងនិងបន្តរាយការណ៍ជូនសាធារណជនជាបន្តបន្ទាប់